Football teaches teamwork, discipline, and resilience. But for these young players, it's also a lesson in something deeper: history, remembrance, and peace. Through a UNESCO-supported initiative, they're stepping off the field and into Cambodia's past to understand why unity matters. At Tuol Sleng, the past lingers in every corner. For these young athletes, this isn't just a history lesson, it's a reality check. របបខ្មែរក្រហមជារបបប្រវត្តិសាស្ត្រយើងត្រូវដឹងខ្ញុំមកលើកទី1ពេលមកភ្លាមមានអារម្មណ៍ថាស្ងោះស្ងោចនឹកស្មានថាប្រទេសយើងជួបរឿងដ៏គួរឲ្យឈឺចាប់បែបហ្នឹងនឹងជាមេរៀនសម្រាប់ក្មេងជំនាន់ក្រោយកុំឲ្យមានគំនិតដើរដូចប្រវត្តិសាស្ត្រចាស់យើងត្រូវធ្វើអីដោយសន្តិភាព ហើយគាត់នៅមានជីវិតគាត់មានអាយុ70ឆ្នាំអញ្ចឹងយើងសង្ឃឹមថាយុវជនទាំងអស់ដែលបានចូលទស្សនាជាពិសេសក្រុមកីឡាករដែលបានចូលទស្សនាស្រាមទីយើងនេះគាត់នឹងក្លាយជាចលករសំខាន់មួយក្នុងការផ្សព្វផ្សាយឲ្យមានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់យុវជនមកក្នុងការមកទស្សនាស្រាមទី ក្នុងការស្វែងយល់អំពីប្រវត្តិសាស្ត្រអក្រិតកម្មហើយការស្វែងយល់នេះមិនមែនដើម្បីរំលឹកពីរឿងអាក្រក់ឬក៏រឿងខុសខើទេក៏ប៉ុន្តែយល់អំពីតើរបបនេះវាកើតឡើងដោយរបៀបម៉េចហើយក្នុងនាមយើងជាយុវជនជំនាន់ក្រោយថាយើងគួរធ្វើរបៀបម៉េចដើម្បីកុំឲ្យរបបហ្នឹងកើតមានសារជាថ្មី ចឹងហើយបានជាយើងឃើញសក្តានុពលនៃក្រុមបងប្អូនយុវជនកីឡាករបាល់ទាត់បានយើងធ្វើការជាមួយអង្គការ UNESCO តាមរយៈការគ្រប់គ្រងពីអង្គការកយការក្នុងគម្រោង Peace នេះយើងបានជ្រើសរើសក្រុមយុវជនអាយុក្រោម18ឆ្នាំដើម្បីអញ្ជើញគាត់ផ្ដល់ឱកាសឲ្យគាត់ក្នុងការចូលរួមសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រនិងអំពីទូនីតិរបស់សារមន្ទីរ យើងមានបញ្ហាប្រឈមច្រើនជាពិសេសយុវជនគាត់មានទំនោរទៅលើការ enjoy លើអ្វីដែលថ្មីថ្មីប្លែកៗលើ social media លើយ៉ាងណា digital អាចចំណុចនឹងទាំងអស់នឹងហើយដែលធ្វើឲ្យយើងត្រូវប្រឹងប្រែងឲ្យកាន់តែខ្លាំងធ្វើម៉េចទាមទារការចាប់អារម្មណ៍របស់គាត់មកទស្សនាស្រាមទី ប្រឈមមួយទៀតគឺជនរងគ្រោះដែលយើងដឹងហើយជនរងគ្រោះដែលនៅដែលមានជីវិតពីសម័យខ្មែរក្រហមក៏មិនមានច្រើនដែរប៉ុន្តែអ្នកដែលជាមនុស្សចាស់នៅក្នុងសម័យខ្មែរក្រហមហ្នឹងគឺតែសល់តែ 5% ទេអញ្ចឹងអាការបាត់បង់សាក្សីរស់នេះក៏ជាបញ្ហាសំខាន់ដែរ On the field, they practice discipline, respect, and teamwork, the same values that build peace in society. កីឡាជួយដល់សន្តិភាពច្រើនជួយផ្សះផ្សាប្រទេសនិងប្រទេសជួយដល់ក្មេងៗដែលមានភាពក្រីក្រជួយដល់ក្មេងៗឲ្យជៀសឆ្ងាយពីគ្រឿងញៀនខ្ញុំវាយល់ចិត្តគ្នាបាទយល់ទៅពេលប៉ះពេលគ្នាក៏ប្រើពាក្យសម្ដីសមរម្យមួយគ្នា យើងស្ថិតក្នុងពេលលេងកីឡាអញ្ចឹងយើងអាចប្រើអំពើហិង្សាឬសម្ដីសមរម្យបាទ សូមសំណូមពរដល់អ្នកទាំងអស់គ្នាបើសិនជាអ្នកគ្នាអត់ទាន់បានមកទស្សនាសារមន្ទីរជាតិបល័យពុទ្ធសាសន៍នេះទេសូមអ្នកគ្នាអាចមកមើលឲ្យស្គាល់បានម្ដងក៏អស់ចិត្តដែរឲ្យស្គាល់ពីប្រវត្តិនៃការឈឺចាប់របស់យើង From history, they learn. Through sport, they grow. Cambodia's youth are carrying the lessons of the past into a future built on unity.
With the support of UNESCO, KOICA, and the Tuol Sleng Genocide Museum, these young athletes are proving that history, education, and sport can come together to build a stronger future.